ប្រទេសណានឹងនាំមុខគេក្នុងសកលលោកក្នុងការផលិតថាមពលអគ្គិសនីនេះអស់ជាច្រើនទសវត្សរ៍មកហើយថ្មគ្រាន់តែជាអ្វីដែលលាក់នៅក្នុងឧបករណ៍ប្រើប្រាស់របស់យើងតែប៉ុណ្ណោះតែបច្ចុប្បន្ននេះវាបានក្លាយទៅជាថាមពលថ្មីដែលជាគន្លឹះក្នុងការផ្ដល់ថាមពលដល់រថយន្តអគ្គិសនីបំលែងការប្រើប្រាស់កាបូនកម្រិតទាបនិងផ្ទុកថាមពលកកើតឡើងវិញខណៈពេលដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបបានបង្កើតបច្ចេកវិទ្យាថ្មជាច្រើនប៉ុន្តែប្រទេសចិនបាននឹងកំពុងឈានមុខគេក្នុងការបង្កើតថ្មីនិងការគ្រប់គ្រងផ្នែកសង្វាក់ផ្គត់ផ្គង់ជុំវិញពិភពលោកផងដែរត្រឡប់ទៅដើមទសវត្សរ៍ឆ្នាំ2000គត់វិញខណៈពេលដែលប្រទេសលោកខាងលិចនៅតែកំពុងជជែកវែកញែកគ្នាថាតើរថយន្តអគ្គិសនីអាចដំណើរការបានដែរឬទេដោយទៅវិញប្រទេសចិនបានធ្វើការភ្នាល់យ៉ាងក្លាហានក្នុងការបណ្ដាក់ទុនយ៉ាងច្រើនទៅលើការសិក្សាស្រាវជ្រាវថ្មលីចូមអ៊ីយ៉ុងឬក៏ការជីកយករ៉ែនិងការផលិតទៅលើថាមពលអគ្គិសនីផងដែររដ្ឋាភិបាលចិនបានចំណាយទឹកប្រាក់រាប់ពាន់លានដើម្បីឧបត្ថម្ភសម្រាប់អ្នកផលិត EV ក្នុងការសាងសង់រោងចក្រថ្មដ៏ធំនិងធានាបាននូវវត្ថុធាតុដើមយ៉ាងសំខាន់ៗពីអាហ្វ្រិកនិងអាមេរិកឡាទីនសរុបមកវិញយុទ្ធសាស្ត្រនេះបានដំណើរការនៅក្នុងឆ្នាំ2023ដោយក្រុមហ៊ុនចិនដូចជា CALT និង BYD មិនត្រឹមតែជាអ្នកគ្រប់គ្រងប៉ុណ្ណោះទេពួកគេបានក្លាយទៅជាក្រុមហ៊ុនយក្សករដែលផ្ដល់ថាមពលដល់ក្រុមហ៊ុនធំៗដូចជា Tesla, BMW និងសូម្បីតែផ្គត់ផ្គង់ក្នុងប្រទេសចិនទាំងមូលផងដែរដូច្នេះហេតុអ្វីបានជាប្រទេសចិននាំមុខគេនៅក្នុងវិស័យនេះមានហេតុផល3យ៉ាងដែលធ្វើឲ្យប្រទេសចិនឈានមុខគេនៅក្នុងវិស័យផលិតថាមពលអគ្គិសនីនេះ1ការគ្រប់គ្រងផ្នែកសង្វាក់ផ្គត់ផ្គង់ឬក៏យើងហៅថា supply chain control ប្រទេសចិនបាននឹងកំពុងកាន់កាប់ជាង 70% នៃការផលិតថាមពលថ្មលីចូមអ៊ីយ៉ុងរបស់ពិភពលោកពួកគេបានគ្រប់គ្រងការចម្រាញ់នៃលីចូមកាបូននិងនីកែលដែលជាវត្ថុធាតុដើមដ៏សំខាន់នៅក្នុងការផលិតថាមពលនេះប្រសិនបើថាមពលថ្មជាប្រេងឥន្ធនៈថ្មីនោះចិនជាម្ចាស់រោងចក្រដ៏សំខាន់នៅក្នុងការចម្រាញ់វត្ថុធាតុដើមទាំងអស់នេះផងដែរ2ទំហំនិងតម្លៃនៃការផលិតរោងចក្រប្រទេសចិនដំណើរការនៅក្នុងការផលិតកាន់តែច្រើននោះការចំណាយកាន់តែទាបជាហេតុធ្វើឲ្យរថយន្ត EV របស់ប្រទេសចិនអាចលក់នៅក្រោមតម្លៃ$10,000បានខណៈពេលដែលដៃគូប្រកួតប្រជែងនៅក្នុងតំបន់អឺរ៉ុបឬក៏សហរដ្ឋអាមេរិកវិញពិបាកនៅក្នុងការប្រកួតប្រជែងនៅក្នុងតម្លៃដ៏ទាបនេះផងដែរ3ភាពច្នៃប្រឌិតនៅក្នុងគីមីវិទ្យាក្រុមហ៊ុនចិនបានស្រាវជ្រាវផលិតថ្មប្រភេទ LFP ឬក៏យើងហៅថា Lithium Iron Phosphate ដែលមានសុវត្ថិភាពតម្លៃថោកនិងប្រើប្រាស់បានយូរឥឡូវនេះការសិក្សាស្រាវជ្រាវទាំងអស់នោះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការទាំងទូទាំងពិភពលោកសូម្បីតែក្រុមហ៊ុន Tesla ក៏ប្រើប្រាស់ផងដែរការឈានមុខគេនេះបានផ្លាស់ប្ដូរតុល្យភាពរបស់ពិភពលោកដែលប្រទេសនៅលោកខាងលិចបាននឹងកំពុងប្រញាប់ប្រញាល់សាងសង់រោងចក្ររបស់ខ្លួនមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកបានអនុម័តច្បាប់កាត់បន្ថយអតិផរណាដើម្បីតាមឲ្យទាន់នៅក្នុងការផលិតថ្មីនេះផងដែរប្រទេសចិននៅតែជាគន្លឹះដែលប្រើប្រាស់ថាមពលថ្មនាពេលអនាគតឈានមុខគេនៅក្នុងពិភពលោក